សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះ admin នឹងមកសម្រាយរឿងថ្មីដែល admin បានដាក់ចំណងជើងជាភាសាខ្មែរថារឿងមហេសីខ្ញុំជាមនុស្សប្រុសហើយបើជាភាសាអង់គ្លេសអ្នកទាំងអស់គ្នាអាចអានខ្លួនឯងបាន admin នឹងដាក់នៅក្រោមវីដេអូហ្នឹងណាអ្នកទាំងអស់គ្នាណាហើយមនុស្សចូលនៅស្ដាប់ការសម្រាយរបស់ admin អ្នកទាំងអស់គ្នាជួយ like និង subscribe admin ផងដើម្បីឲ្យ admin មានកម្លាំងចិត្តធ្វើវីដេអូក្រោយទៀតតើឥឡូវកុំឲ្យខាត់ពេលវេលាយូរនឹងស្ដាប់នៅការសម្រាយ admin ទាំងអស់គ្នាភេទទី1នៅនិធិរដូវឆ្នាំ345ក្នុងនគរមីងម្ចាស់ស្ត្រីទី9នៃនគរស៊ីនយ៉ាងបួស្ថិតនៅកណ្ដាលអាមដំណើររបស់នាងទៅកាន់រាជវាំងមីងហើយសាច់រឿងក៏បានបង្ហាញឲ្យឃើញកូនក្រមុំម្នាក់ដែលគាត់នឹងមានឈ្មោះថាស៊ីងហេហួលបើអ្នកគ្នាបើមិនណានិយាយខុសអីកុំប្រកាន់ឯមានបកមកនិយាយចឹងអ្នកគ្នាណាហើយក៏មានក៏សុំទោសដែរបើមានសម្លេងរំខានសង្ឃឹមថាអ្នកទាំងអស់គ្នានឹងយល់អូខេព្រោះអីថ្ងៃហ្នឹងថ្ងៃអាទិត្យចឹងទៅគេមកជួបជុំគ្នាច្រើនផងអាយុអាយ៉ាផងសម្លេងមន់ហងមានដេញវៃមន់ហ្នឹងចង់អីតែវានៅតែមកចូលសម្លេងកើតនៅក្នុងសម្លេងមានបញ្ចូលហ្នឹងទៀតតែឥឡូវកុំឲ្យមាននិយាយហោហាយខ្លាំងពេកស្ដាប់នៅសម្រាយរបស់មានបន្តទៀតណាហើយអ្នកទាំងអស់គ្នា admin នឹងសូមអត់ហៅឈ្មោះគាត់ទេដោយសារ admin ណាបញ្ចេញអាសូរពីក្រួយហ្នឹងវាអត់ច្បាស់អញ្ចឹងទៅវានិយាយណាអ្នកខែកពតអញ្ចឹងហ្នឹងអ្នកទាំងអស់គ្នានិយាយមិនច្បាស់ទេខ្ញុំខំប្រឹងខ្លាំងណាហើយកូនស្រីរបស់យើងហ្នឹងគាត់ក៏បានបើកកន្លែងស្បែកក្រែស្នែងរបស់គេហ្នឹងអ្នកទាំងអស់គ្នាហើយគាត់ក៏បានគិតក្នុងចិត្តថាដូច្នេះនេះគឺជាវិធីមង្គលការវាពិតជារស់រវើកណាស់ហើយដល់ពេលហ្នឹងក៏មានដៃនារីម្នាក់ក៏បានមកតោងគាត់ហើយក៏បាននិយាយថាកុំប៉ះវាហើយកូនស្រីរបស់យើងហ្នឹងក៏បាននិយាយថាខ្ញុំគ្រាន់តែចង់មើលវាយូរបន្តិចហើយម្នាក់ស្រីដែលបានទាញដៃគាត់ហ្នឹងនាងមានឈ្មោះថាស៊ីងណុកប្រហែលជាអ្នកបម្រើទៅដឹងអ្នកទាំងអស់គ្នាហើយម្នាក់ស្រីម្នាក់ហ្នឹងគាត់បាននិយាយថាយើងរៀបនឹងចូលរាជវាំងហើយសូមគិតពីគ្រួសាររបស់អ្នកផងអ្នកនឹងមានអរិយាប័ត្រល្អប្រសើរជាងមុនកុំធ្វើឲ្យអ្នកណាចាប់កំហុសរបស់អ្នកបានហើយកូនស្រីរបស់យើងហ្នឹងក៏បាននិយាយថាខ្ញុំយល់ហើយម្នាក់ស្រីហ្នឹងក៏បាននិយាយតទៀតថានៅពេលដែលអ្នកចូលទៅក្នុងរាជវាំងអ្វីក៏ដោយឲ្យតែខ្ញុំអាចធ្វើបានកុំធ្វើឲ្យអធិរាជមីងដឹងថាអ្នកជាមនុស្សប្រុសឬអន់ចិត្តនឹងអ្នកអ្នកទាំងអស់គ្នាម្នាក់ស្រីហ្នឹងដៃធ្ងន់មកចាប់កូនដៃកូនស្រីយើងគាត់ឡើងនិយាយថាគាត់បង្អែតដៃរបស់គាត់ហ្នឹងណាអ្នកមើលខ្លួនឯងនេះខឹងហ្មងណាគាត់ចាប់ថ្នមមិនឯងក៏ចាប់ទៅជាកំហឹងមកហ្មងហ่าតែមានតែប៉ុណ្្នឹងឯងតើឥឡូវយើងតសាច់រឿងយើងទៀតហើយម្នាក់ស្រីម្នាក់ហ្នឹងក៏បាននិយាយថាអ្នកគួរតែដឹងថានឹងមានរឿងអ្វីកើតឡើងចំពោះអ្នកនិងគ្រួសាររបស់អ្នកប្រសិនបើអត្តសញ្ញាណពិតរបស់អ្នកត្រូវបានលាតត្រដាងនោះហើយកូនស្រីរបស់យើងហ្នឹងគាត់ក៏បាននិយាយថាខ្ញុំដឹងហើយខ្ញុំនឹងរក្សាទុកក្នុងចិត្តហើយម្នាក់ស្រីហ្នឹងក៏បាននិយាយទៀតថាកុំបារម្ភអ្វីខ្ញុំនឹងធ្វើអ្វីដែលខ្ញុំអាចធ្វើបានដើម្បីជួយអ្នកនៅពេលយើងចូលទៅដល់រាជវាំងហើយកូនស្រីរបស់យើងហ្នឹងក៏បាននិយាយអរគុណណាអ្នកទាំងអស់គ្នាមើលកន្លែងនេះនិយាយស្អាតខ្លាំងមែនទេមាននួយស្រឡាញ់ខ្លាំងកន្លែងនេះមានស្រឡាញ់គ្រប់កន្លែងនេះខ្លាំងហើយក៏បានគិតក្នុងចិត្តថាខ្ញុំមិនដែលគិតថាខ្ញុំនឹងអាចបានឃើញសត្វបែបនេះទេមិនមែនក្រោយថ្ងៃនេះទេវាជាការអាម៉ាស់មួយសឹងតែមិនជឿសោះថាខ្ញុំគឺជាប្រពន្ធរបស់អធិរាជមីងហើយមានតែដឹងមូលហេតុអីបានគេឲ្យគាត់ហ្នឹងបន្លំខ្លួនទៅជាស្រីដើម្បីគេរៀបមង្គលការជាមួយអធិរាជអ្នកទាំងអស់គ្នាព្រោះសាច់រឿងគេអត់បង្ហាញហើយក៏បានលើសម្លេងមួយបាននិយាយថាយើងកំពុងចូលទៅក្នុងរាជវាំងហើយមើលទៅល្អបំផុតសម្រាប់អ្នកហើយកូនស្រីរបស់យើងក៏បានគិតថានរណាគេហ្នឹងមានណាគេទៀតកូននឹងខិនប្តីខ្លួនឯងហ่าធ្វើដូចមើលប្តីខ្លួនឯងអត់ឆ្កល់មានតែខ្លួនឯងទៅបន្តសាច់រឿងយើងទៀតព្រះចៅអធិរាជព្រះរាជបុត្រទី9ស៊ីនជាខាន់ណាហើយនឹងគង់នៅក្នុងឋានព្រះច័ន្ទពោស្វាយអត់យល់អ្នកទាំងអស់គ្នានេះមានសម្រាប់តាមសាច់រឿងអ្នកទាំងអស់គ្នាកុំកាន់តែមានអីហាព្រោះមានមិនដឹងនិយាយថាមិនទេសម្រាប់តាមសាច់រឿងគេហ្មងទៅអ្នកគ្នាណាហើយសាច់រឿងក៏បានកាត់ឲ្យឃើញរវាងព្រឹទ្ធាចារ្យហើយនិងព្រះអង្គយល់ថាអធិរាជគេពងនិយាយគ្នាពីរអ្នកហ្នឹងឯងគ្នាហើយពាក់មួយមានដំបងនៅក្បាលហ្នឹងក៏ត្រូវជាព្រឹទ្ធាចារ្យ
នៃនគរស៊ូស៊ីនហើយអបិនឹងបាននិយាយថាខ្ញុំបានឮថាព្រះនាងទី9នៃនគរខេនគឺជាស្រីអស្ចារ្យម្នាក់ដែលបានមានភាពស្រស់ស្អាតខាងលោកីចំវ័យនឹងអាកបាញ់យោនិយាយស្អីគេហ្នឹងហាអូយសុំទោសអ្នកទាំងអស់គ្នាអ៊ីតមានច្រឡំចេះមានខ្ជិលកាត់ណាអ្នកទាំងអស់គ្នាហើយដល់ពេលហ្នឹងនិយាយថាអធិរាជហ្នឹងគាត់ក៏បាននិយាយថាចុះបើនាងជាស្រីស្អាតបំផុតនៅក្នុងโลกធ្វើយ៉ាងម៉េចចំពោះខ្ញុំនាងគ្មានអ្វីដែលក្រៅពីបាក់ឆ្អឹងទេស្អីគេហ្នឹងអ្នកទាំងគ្នាអធិរាជរបស់យើងក៏និយាយចឹងហើយគាត់ក៏បានដើរចេញហើយគាត់ក៏បាននិយាយថាមកខ្ញុំត្រូវទៅមើលមនុស្សចាស់ទាំងនោះនៅក្នុងបន្ទប់សិក្សាហើយព្រះរាជាម្នាក់នោះក៏បានហត់ទៅតាមគាត់ហើយក៏បាននិយាយថាមតិរបស់អ្នកមើលទៅដូចឆ្នេះមែនតែអ្នកគិតថាវាជាអំណោយពីខ្ញុំសរុបមកបើនាងមានកន្លែងស្នាក់នៅនោះនាងប្រហែលជាល្អគ្រប់គ្រាន់សម្រាប់នាងគេនិយាយហ្នឹងចង់សម្ដៅទៅកូនស្រីរបស់យើងណាអ្នកនរគ្នាហើយអធិរាជរបស់យើងហ្នឹងក៏បាននិយាយថានាងគ្រាន់តែជាមនុស្សស្រីម្នាក់ប៉ុណ្ណោះនាងអាចយកនាងទៅបានយប់នេះបើសិនបើអ្នកចង់បានអីក៏ដាច់ចិត្តម្លេះអធិរាជចាំមើលតស្រឡាញ់គេចាំមើលប៉ុន្តែអ្នកប្រហែលជាត្រូវដោះស្រាយជាមួយអុកញ៉ានៃនគរសិនមកជំនួសក្បាលរបស់អ្នកអេដមីនស្មានតែដាច់ចិត្តតានេះហើយអធិរាជរបស់យើងអត់មាននិយាយច្រើនទាញដោយដេញកាប់ព្រឹទ្ធាចារ្យហ្នឹងហ្មងណាអ្នកគ្នាហើយព្រឹទ្ធាចារ្យហ្នឹងគាត់ងាកមើលចុះឡើងហើយក៏បាននិយាយថាខ្ញុំសុខសប្បាយទេខ្ញុំគ្រាន់តែចង់រស់នៅពី1ឆ្នាំទៀតដើម្បីមើលអ្នកប្រាប់ហើយកុំឲ្យចេះដឹងរឿងគេចឹងហើយហាត់រេករបស់យើងហ្នឹងក៏បានចាត់តក្រុមហើយក៏បានហៅព្រឹទ្ធាចារ្យហ្នឹងឲ្យទៅជាមួយគាត់នៅកន្លែងបន្ទប់សិក្សាអ្នកនរគ្នាហើយព្រឹទ្ធាចារ្យហ្នឹងក៏បាននិយាយថាខ្ញុំនឹងទៅជាមួយអ្នកឥឡូវមកដល់បន្ទប់សិក្សាហើយអធិរាជរបស់យើងហ្នឹងក៏បានទៅអង្គុយនិយាយពិភាក្សាគ្នាជាមួយនឹងលោកមន្ត្រីផ្សេងៗណាអរគ្នាហើយពេលនោះគេព្រឹទ្ធាចារ្យម្នាក់ហ្នឹងក៏បាននិយាយថាគេចង់ចាក់ទឹកយកទៅថ្វាយស្នែកយកដោយសារតែគាត់ហ្នឹងនិយាយឆ្អកអីដឹងណាអ្នកគ្នាហើយពេលហ្នឹងមានក្តិតខូចណាអ្នកគ្នាចាំមើលហើយព្រឹទ្ធាចារ្យហ្នឹងក៏បានគិតខ្លាំងចិត្តថាអូសូមកុំបកទោសខ្ញុំអីណាបើអ្នកយកចិត្តទុកដាក់លើនារីម្នាក់នោះខ្ញុំមិនចាំបាច់ត្រូវធ្វើបែបនេះទេខ្ញុំមិនមានទោសនោះទេនេះគឺដើម្បីលុបឈ្មោះរបស់ខ្ញុំឧត្តមមតិពិតជាគួរឲ្យស្ដាយណាស់ហើយអ្នកទាំងអស់គ្នាដឹងថាពេលហ្នឹងដាក់ថ្នាំអីគេគឺថ្នាំសម្រាប់អ្នកទាំងអស់គ្នាហើយពេលហ្នឹងបានគិតក្នុងចិត្តទៀតថាហាអ្នកគួរតែអរគុណខ្ញុំសម្រាប់រឿងនេះអ្នកទាំងអស់គ្នាមាននិយាយមែនតានិយាយមែនគឺក្នុងចិត្តគាត់ហើយយកដៃខ្ទប់មាត់អ្នកគ្នាមើលពេលហ្នឹងធ្វើជារកអ្នកណាមិនដឹងអីគិតថាពេលហ្នឹងទួចិត្តខកនេះអ្នកអង្គគ្នាតោះហើយយើងតស្អីរឿងយើងទៀតព្រោះអីអធិរាជរបស់យើងគឺគាត់មានខ្វាយខ្វល់យ៉ាងនេះរឿងប្រពន្ធស្អីតែអត់ដឹងគេចាំចង់អ្វីហើយអញ្ចឹងវាតែធ្វើបែបហ្នឹងឯងអ្នកអង្គគ្នាហើយអធិរាជរបស់យើងហ្នឹងគាត់យកមកផឹកអ្នកទាំងអស់គ្នាមានតែអ្នកដឹងរឿងនេះទៅសើចអ្នកទាំងអស់គ្នាមើលសូម្បីតែមន្ត្រីផ្សេងហ្នឹងក៏គាត់ក៏សើចដែររួមទាំងអ្នកមើលអេដមីនសម្រាយហ្នឹងក៏សើចដែរអេដមីនជឿថាពេលហ្នឹងកំពុងសើចវាមិនដែរណាធ្វើដល់អធិរាជហើយប៉ុណ្ណឹងអត់ដឹងអ្នកទាំងអស់គ្នាឯងមើលហើយឆ្នាំហ្នឹងប្រហែលជាមានសារធាតុអីប៉ះពាល់ដល់គ្រោះថ្នាក់ដល់ទារកនោះទេអ្នកទាំងអស់គ្នាដោយសារមួយអ្នកដាក់ឆ្នាំហ្នឹងគាត់និយាយអញ្ចឹងគ្នាភ្លេចប្រាក់ទាំងអស់គ្នាឡើងហ្នឹងណាពេលនោះអធិរាជរបស់យើងគាត់ក៏ផឹកហើយគាត់ក៏បានដាក់ចោលហើយពេលនោះមានមន្ត្រីមួយបាននិយាយថាក្រាបទូលព្រះអង្គងងឹតហើយចាំបន្តវេននៅថ្ងៃស្អែកទៅព្រះអង្គហើយមន្ត្រីម្នាក់ទៀតក៏បាននិយាយតទៀតថាខ្ញុំចាស់ពេកហើយដេកយឺតទៀតហើយពេលនោះព្រះអង្គម្ចាស់យើងហ្នឹងគាត់ក៏បាននិយាយថាអ្នកមួយថ្ងៃទៅដឹងខ្លួនអ្នកអរគ្នាគាត់ត្រូវឆ្នាំរបស់គេអ្នកអរគ្នាហើយពេលនោះគេបានវាយផ្លូវគ្នាអ្នកអរគ្នាហើយអបិមួយជាព្រឹទ្ធាចារ្យហ្នឹងបាននិយាយថាខ្ញុំឥឡូវត្រូវទៅផ្ទះឆាប់បើមិនដូច្នេះទេម្ដាយរបស់ខ្ញុំនឹងដាក់ទោសខ្ញុំទៀតជាមិនខានហើយពេលហ្នឹងក៏បាននិយាយតទៀតថារាត្រីសួស្ដី
រាត្រីនេះអ្នកមានតម្លៃណាស់សម្រាប់អ្នកជាមិនខាននិយាយបដើស្ដាយបដើហើយអត្តរេករបស់យើងហ្នឹងគាត់និយាយថានិយាយអីអត់ចេញហ្មងអ្នកនរគ្នាគាត់គឺនៅអង្គុយឆ្កឹងនៅហ្នឹងហ្មងអ្នកនរគ្នាឥឡូវយើងកាត់មកខាងកូនស្រីរបស់យើងវិញម្ដងអ្នកនរគ្នាគាត់ហ្នឹងកំពុងតែចាំស្វាមីរបស់គាត់ហ្នឹងវាដូចជាសិលាចាំប្តីគួយថែខ្លួនឯងអ្នកនរគ្នាហើយម្នាក់ស្រីដែលត្រូវជាអ្នកមហារបស់គាត់ហ្នឹងក៏បាននិយាយថាវាងឹតហើយខ្ញុំគិតថាអត្តរេកនឹងមិនយាងមកទេអ្នកត្រូវតែបិទភ្លើងរបស់អ្នកឲ្យបានល្អប្រសើរហើយសម្ភារៈបន្តិចទៅហើយកូនស្រីរបស់យើងហ្នឹងក៏បាននិយាយថាវាល្អហើយដែលទ្រង់មិនយាងមកហើយក៏បានគិតក្នុងចិត្តថាដោយពាក្យចាមរាមអំពីអត្តរេកដែលគាត់មិនចូលចិត្តរឿងបែបហ្នឹងនោះទេរឿងអីអ្នកទាំងអស់គ្នាដឹងហើយក៏បានគិតតទៀតថាវាជាការប្រសើរណាស់អរគុណព្រះជាម្ចាស់សម្រាប់ការដែលមិនយាងមករបស់គាត់មើលទៅខ្ញុំមានសុវត្ថិភាពក្នុងនាមជាប្រពន្ធចុងហើយកូនស្រីរបស់យើងហ្នឹងក៏សម្រាប់មិនទាន់បានប្រមាណផងក៏មានអ្នកណាម្នាក់មកចាប់គាត់អ្នកទាំងអស់គ្នាហើយកូនស្រីរបស់យើងហ្នឹងគាត់ក៏បានសែកថាតើជានរណាគេទៅលេងខ្ញុំទៅមានណាគេទៀតក្រៅពីប្តីកូនឯងហ្នឹងហើយអត្តរេករបស់យើងហ្នឹងគាត់ក៏បាននិយាយថាក្លិនរបស់អ្នកគឺជាក្រអូបណាស់ខ្ញុំអាចញ៉ាំអ្នកបានហើយអេដមីនកាំងម៉ាស៊ីនសាជាថ្មីហើយពេលហ្នឹងកូនស្រីរបស់យើងហ្នឹងគាត់ខំផឹងហើតដែរហើយគាត់ក៏បាននិយាយថាអត់ទេខ្ញុំមិនអាចទេបើជាគាត់ដឹងនោះប្រហែលជាខ្ញុំត្រូវស្លាប់មិនខានទេខ្ញុំមិនតន់ចង់ស្លាប់ដោយសារតែបែបនេះទេហើយបកុំហោះវិញនិយាយមកនេះមកហើយកូនស្រីរបស់យើងក៏បាននិយាយថាសូមអង្វរកុំធ្វើវាអីខ្ញុំសូមអង្វរអ្នកហើយបើនិយាយថាពីអត្តរេករបស់យើងហ្នឹងគាត់ក៏បាននិយាយថាកុំតស៊ូធ្វើល្អសម្រាប់ខ្ញុំមកហើយបើកូនស្រីវិញគាត់ថាទេវាឈឺណាស់ហើយដល់ពេលហ្នឹងគឺគាត់ហ្នឹងក៏បាននិយាយថាខ្ញុំនឹងធ្វើឲ្យវាតន់ប្លន់វិញអូយអ្នកទាំងអស់គ្នាមានគៀងហើយភាគទី1របស់យើងក៏បានមកដល់ទីបញ្ចប់ហើយអ្នកទាំងអស់គ្នាបើចង់ដឹងថាភាគក្រោយទៅជាយ៉ាងណាក៏តាមដានទាំងអស់គ្នាណាហើយបើមានកំហុសខុសឆ្គងក៏បង្កើតមានអីដោយសារមានហើយក៏ទេអ្នកទាំងអស់គ្នាចឹងទៅវាមានកំហុសខុសខ្លះត្រូវខ្លះហ្នឹងហើយបាយចឹង